អីស៊ីសំទោសបងនាំទុកដល់អូនហើយស្វាគមន៍ភ្ញៀវពិសេសមិនបានជាគេជាអ្នកណាគឺឈ្មោះចៅវ៉ាន់ជាចំណុចប្រធានសមាគមឡុងឈិនមិនបានចឹងអូនេះប៉ាដឹងហើយប្រហែលជាពួកគេដឹងថាប្រធានសមាគមត្រូវចុះមកពិនិត្យចង់លើកស្ទួយចំនួនតកោហើជើងទើបណានាងចាំមកទទួលពួកជើងដល់ផ្ទាល់លោកអភិបាលខេត្តគ្រប់គ្រងគ្រូសាហើជើងខ្លាចទៅជាគ្រូសាអភិជនទី1នៅឡុងឈិនមើលទៅមិនជួយទៀតនោះទេមែនហើយដល់ពេលនេះសមាគមពាណិជ្ជកម្មឡុងឈិនក៏មើលមកពួកជើងដែរអាមសៀឃើញហើយនៅដឹងពីឋានៈគ្រូសាជើងហើយនៅឯងគឺជាសម័យសង្ហាមួយជីវិតឯងមិនស្គាល់ទេដឹងទេងើបឡើងមិនចាំបាច់ទទួលទេលោកសុំឲ្យខ្ញុំចេញមកទទួលដែរគ្រូសាហើយខ្ញុំចិត្តមានកិត្តិយសខ្លាចជាអភិជនទី1នៅឡុងឈិនមែនហើយមិនទទួលពួកខ្ញុំទទួលអ្នកណាត្រឹមគ្រូសាហើគ្រាន់តែជាអ្នកជំនួយធម្មតានៅឡុងឈិនក្នុងផ្នែកលោកអភិបាលខេត្តគ្រូសាហើគ្រាន់តែជាសម័យសង្ហាប៉ុណ្ណោះបើមិនចេញមកទទួលពួកខ្ញុំទេអញ្ចឹងចេញមកទទួលអ្នកណាប្រកាសជាទទួលភ្ញៀវកិត្តិយសពិសេសយប់នេះភ្ញៀវកិត្តិយសពិសេសសូមស្វាគមន៍លោកឈិនអាឡូអាឈីពុកបានរៀបចំពិធីទទួលឯងយ៉ាងពិសេសពេញចិត្តដែរទេពុកធေါ်ពុកពិតជាអភិបាលខេត្តពិតមែនទេរឿងអីពុកធေါ်មកកុហកឯងនោះពុកធေါ်កំដរមកឯងញ៉ាំបាយសិនទៅជិតបន្តិចមែនហើយពុកធေါ်បានត្រៀមកាដូសម្រាប់ឯងទុកនៅក្នុងប្រអប់ជីងឡុងសង្ឃឹមថាឯងពេញចិត្តអ្នកនឹងចៅជួយច្រឡំទៀតដឹងលិខិតអញ្ជើញពួកគេគឺខ្លាំងខ្លាយរឿងអីគេជាភ្ញៀវពិសេសរបស់លោកអភិបាលខេត្តនោះលិខិតអញ្ជើញរៀបចំដោយសមាគមពាណិជ្ជកម្មពិតឬមិនពិតគិតថាខ្ញុំមិនដឹងទេហេតុអីពួកជើងពណ៌ក្រហមចំណាយគេពណ៌មាសមែនហើយល្ងងមែនពណ៌ក្រហមលិខិតអញ្ជើញធម្មតាពណ៌មាសលិខិតអញ្ជើញភ្ញៀវពិសេសឆាន់ឈីចាំថាបងធ្លាប់ប្រាប់ខ្ញុំលិខិតអញ្ជើញនេះពុកធေါ်ជាអ្នកឲ្យបងពុកធေါ်បងជាអ្នកណាទេហេតុអីគាត់មានលិខិតអញ្ជើញភ្ញៀវពិសេសរបស់លោកអភិបាលខេត្តបន្តិចទៀតច្បាស់ដឹងហើយមិនក៏ឲ្យគេចូលទៅមកវិញនោះជាប្រអប់ជីងឡុងជារបស់ស្អីទៅកាលពីមុនបច្ចុប្បន្នឆ្លៀនពៀនលោកអភិបាលខេត្តចែកពេលត្រឹម3ថ្ងៃដំណាំទឹកដីបាត់បង់មកវិញធ្វើឲ្យសត្រូវទាំងនោះបាក់បោកខ្លោបខ្លាចប្រទេសយើងថ្នាក់ដឹកនាំជាការលើកទឹកចិត្តដល់ស្នាដៃធំធេងរបស់លោកអភិបាលខេត្តផ្ដល់នៅត្រានេះជូនគាត់ឃើញត្រាដូចឃើញថ្នាក់ដឹកនាំអញ្ចឹងពិតជាខ្ពង់ខ្ពស់ដល់ម្លឹងផងប៉ុន្តែច្រើនឆ្នាំមកនេះលោកអភិបាលខេត្តមិនได้បង្ហាញអ្នកណាទេថ្ងៃនេះចូលមកបង្ហាញនៅក្នុងពិធីជប់លៀងឬមួយលោកអភិបាលខេត្តចង់ប្រកាសដំណឹងអ្វីទេដឹងអត់ទេនេះគឺជាប្រអប់ដែលពុកធေါ်ជូនខ្ញុំអីស៊ីបើត្រានេះមាននេះពិតជាមានតម្លៃខ្ពង់ខ្ពស់ដូចជាអូននិយាយពិតមែននោះអភិបាលខេត្តច្បាស់ជាមិនយកមកបង្ហាញនោះទេណាមួយភ្នែកមហាជនមានច្រើនណាស់បើសិនជាមានបញ្ហាអ្វីកើតឡើងតើលោកអភិបាលខេត្តបកស្រាយជូនថ្នាក់លើថាម៉េចទៅនិយាយត្រូវប៉ុន្តែនៅក្នុងប្រអប់នោះបើមិនមែនជាត្រានាគមាសទេអាចជារបស់អ្វីអីស៊ីចាំបងបន្តិចបងចង់ទៅណាបងទៅយកកាដូដែលពុកធေါ်ឲ្យបងអ្នកណាគេនឹងគេចង់ធ្វើអីអ្នកចូលរួមក្នុងកម្មវិធីគឺសុទ្ធតែជាអភិជនលំដាប់ខ្ពស់នៅឡុងឈិនម្នាក់នេះមើលទៅដូចជាមិនអាចឃើញមុខទេគេដូចជាសម្ដែងទៅរកប្រអប់ជីងឡុងប្រអប់ជីងឡុងជារង្វាន់ពីថ្នាក់ដឹកនាំបើលោកអភិបាលខេត្តមិនអនុញ្ញាតអ្នកចូលក្បែរត្រឹម3ម៉ែត្រត្រូវមានទោសគេថ្លើមធំប៉ុណ្ណាក៏មិនអាចដើរទៅសម្ដៅប្រអប់ជីងឡុងបានដែរហើយគេសម្ដៅទៅប្រអប់ជីងឡុងហើយថ្លើមធំចង់ធ្វើអីហ្នឹងអ្នកណាហ៊ានប៉ះពាល់របស់លោកអភិបាលខេត្តគឺត្រូវស្លាប់ណាគ្រាន់តែប៉ះបន្តិចមិនក៏ធ្ងន់ធ្ងរម្ល៉េះប្រអប់ជីងឡុងថ្នាក់ដឹកនាំជូនជារង្វាន់ដល់លោកអភិបាលខេត្តដែលធ្លាប់មានស្នាដៃក្នុងសឹកសង្គ្រាមមានតែលោកអភិបាលខេត្តទេទើបមានសិទ្ធិប៉ះពាល់លើកនេះអភិបាលខេត្តមកដល់ឡុងឈិនអនុញ្ញាតឲ្យពួកយើងបានឃើញប្រអប់ឡុងជីងជាមហាកិត្តិយសបើលោកអភិបាលខេត្តដឹងថាមានគេប៉ះពាល់ប្រអប់នោះច្បាស់ជាច្រឡោតខ្លាំងដល់ពេលនោះឡុងឈិនទាំងមូលនឹងត្រូវស្លាប់ជាមួយឯងចាក់ជាមិនខាននោះទេបើសិនជាលោកអភិបាលខេត្តស្ដីបន្ទោសឡុងឈិនគ្មានថ្ងៃងើបបុកឡើងវិញទេឆាន់ឈីតោះទៅវិញកុំបារម្ភអីទៅវិញឥឡូវហើយអ្នកប៉ះពាល់ប្រអប់ត្រូវតែស្លាប់លោកប្រធានសមាគមអើល្អិតតើឲ្យឯងហ៊ានប៉ះពាល់វត្ថុរបស់លោកអភិបាលខេត្តបើមិនចង់ស្លាប់ទេថយមកវិញមកប្រយ័ត្នស្លាប់គ្មានដីកប់អ្នកលោកប្រធានសមាគមគេកាន់លិខិតអញ្ជើញភ្ញៀវពិសេសដែលអាចជាភ្ញៀវកិត្តិយសដែលលោកអភិបាលនឹងជើញគេមកដល់ផ្ទាល់ខ្ញុំគិតថាគេនិងលោកអភិបាលខេត្តមានទំនាក់ទំនងជាមួយគ្នាលោកគួរតែប្រយ័ត្នបន្តិចទៅណាមិនអាចលើសលួសជាមួយគេបានទេ
ត្រូវឲ្យលោកប្រធានខ្ញុំពិនិត្យមើលលិខិតអញ្ជើញរួចហើយមិនមែនខ្លាំងខ្លាយទេ ពួកឯងចាញ់បោកគេហើយលិខិតអញ្ជើញនៅក្នុងពិធីលើកនេះលោកអភិបាលខេត្តបានផ្ដាំផ្ញើខ្ញុំនេះចាត់ចែងដោយផ្ទាល់គ្មានឈ្មោះម្នាក់នឹងនោះទេណាឯងចាញ់បោកគេហើយ ប៉ុន្តែលិខិតអញ្ជើញគេពណ៌មាសបោះស្រាយយ៉ាងម៉េចទៅ លិខិតអញ្ជើញទាំងអស់នាងគឺជាអ្នកយកទៅជូនអភិជននិងអ្នកល្បីឈ្មោះមានធ្លាប់ឃើញលិខិតអញ្ជើញពណ៌មាសដែរទេ អត់ទេ បើអញ្ចឹងគឺត្រូវហើយមានលិខិតអញ្ជើញពណ៌មាសជាស្អីទៅម្យ៉ាងទៀតក្មេងម្នាក់នេះគ្មានសិទ្ធិគ្មានអំណាចមិននឹងអាចជាភ្ញៀវកិត្តិយសរបស់លោកអភិបាលខេត្តបានទៅ បាននិយាយទៅនោះណាលិខិតអញ្ជើញរបស់គេគឺខ្លាំងខ្លាយដល់ដែលខ្ញុំនិយាយហើយគេត្រឹមតែជាអ្នកដឹកជញ្ជូនម្នាក់ទេរឿងអីមាននិស័យជាមួយនឹងលោកអភិបាលខេត្តលោកធានសមាគមសំណាងឲ្យដែលលោកមកដល់កុំឲ្យពួកជនត្រូវចាញ់បោកគេជាមិនខាននោះទេណាលោកប្រធានសមាគមកម្មវិធីលើកនេះលោកទទួលខុសត្រូវគ្រប់យ៉ាងបើលោកអភិបាលខេត្តដឹងថាមានគេមើងងាយគាត់តើអ្នកណាដែលជាអ្នកទទួលខុសត្រូវនោះអញ្ចឹងចុះឆ្លៀតពេលលោកអភិបាលខេត្តមិនទាន់មកដល់គួរចាត់ចែងឲ្យល្អិតនេះឲ្យបានឆាប់ទៅល្អជាងយ៉ាងម៉េចដែរត្រូវចាត់ចែងឲ្យធូរដៃបន្តិចមិនចឹងទេគេទៅជួយលោកអភិបាលខេត្តណែណាទៅ ឈិនឈីឪពុកធေါ်បងក៏ហក់បងឲ្យមកទៅនោះ មិនអាចនោះទេកដោដែលពុកធေါ်បងឲ្យបងគឺនៅក្នុងប្រអប់មួយនោះអើល្អិតប្រអប់ជីងលងនេះគឺជារបស់លោកអភិបាលខេត្តបើតាមនេះឯងលោកអភិបាលខេត្តគឺជាពុកធေါ်របស់ឯងតើមែនដែរទេត្រូវហើយ លោកអភិបាលខេត្តជាមនុស្សកម្រនៅក្នុងប្រទេសយើងក្រមមនុស្សតែម្នាក់លើមនុស្សរាប់លានអ្នកបែរជាព្រមធ្វើជាពុកធေါ်ក្មេងប្រុសម្នាក់ដែលគ្មានសិទ្ធិគ្មានអំណាចអ្នកយាមអូអាម្នាក់ដែលបន្លំធ្វើជាកូនធေါ်លោកអភិបាលខេត្តចេញក្រៅភ្លាមទៅ